ប៉ុន្តែការអស្ចារ្យដែលព្រះធ្វើតាមរយៈជីវិតខ្ញុំដែលព្រះវិញ្ញាណធ្វើតាមជីវិតខ្ញុំមានច្រើនណាស់មានច្រើននៅថ្ងៃនេះលោកគ្រូអ្នកគ្រូយើងបានទូលសុំយ៉ាងអស់ពីចិត្តសូមឲ្យព្រះអង្គបានចាក់ព្រះវិញ្ញាណរបស់ព្រះអង្គមកលើមនុស្សប្រុសស្រីនៅក្នុងទីនេះហើយខ្ញុំជឿថាបងប្អូនលោកគ្រូអ្នកគ្រូនឹងបានទទួលការចាក់បំពេញប៉ុន្តែលោកគ្រូអ្នកគ្រូត្រូវតែកាលណាព្រះអង្គដឹកនាំធ្វើអីត្រូវស្ដាប់បង្គាប់ព្រះអង្គការស្ដាប់បង្គាប់ព្រះអង្គនាំឲ្យព្រះអង្គចេះតែចាក់បំពេញថែមអាមែននោះឥឡូវសំណួរចុងក្រោយស្រុកខ្មែរយើងទាំងមូលបើសិនលោកគ្រូពេញដល់ព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នានេះចេញទៅធ្វើការព្រះអង្គតើស្រុកខ្មែរនឹងដំណឹងល្អអាចផ្សាយលឿននេះលឿនអូដែលប្រកបដោយអំណាចព្រះចេស្តាបាទជីវិតដែលប្រកបដោយអំណាចព្រះចេស្តានៃព្រះជីវិតដែលប្រកបដោយអំណាចព្រះចេស្តានៃព្រះគឺជាប្រធានបទមួយដែលមានអត្ថន័យជ្រាលជ្រៅជាពិសេសនៅក្នុងបរិបទនៃសេចក្តីជំនឿជឿដល់ព្រះសម្រាប់គ្រិស្តបរិស័ទវាមិនមែនសំដៅទៅលើអំណាចខាងសាច់ឈាមដូចជាឋានៈបនស័ក្តិឬព្រិមាសប្រាក់នៅក្នុងលោកីនេះទេប៉ុន្តែគឺជាជីវិតដែលបានផ្លាស់ប្ដូរហើយដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធនេះហើយជាជីវិតដែលប្រកបដោយអំណាចព្រះចេស្តាដូច្នេះយើងអធិដ្ឋានជាមួយគ្នាព្រះម្ចាស់ព្រះវិញ្ញាណដ៏បរិសុទ្ធដ៏មានប្រពរអើយសូមព្រះបង្រៀនដល់យើងខ្ញុំតទៅទៀតអំពីជីវិតដែលប្រកបដោយព្រះចេស្តានៃព្រះដែលមានទ្រង់គង់នៅក្នុងជីវិតរបស់យើងខ្ញុំដើម្បីនឹងធ្វើទីបន្ទាល់ដល់មនុស្សលោកបាត់ទូបង្គំទូលសូមនៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអាមែនអាមែនចំណុចខាងក្រោមនេះគឺជាចំណុចកន្លឹះសំខាន់ដែលតាក់ទងនឹងប្រធានបទនេះដែលបង្ហាញពីលក្ខណៈនៃជីវិតអ្នកគ្រីស្ទៀនដែលប្រកបដោយអំណាចព្រះចេស្តាដូច្នេះសូមលោកគ្រូអ្នកគ្រូយកចិត្តទុកដាក់ដើម្បីនឹងស្ដាប់ចំណុចនីមួយព្រះយេស៊ូវខ្លួនទ្រង់ផ្ទាល់អង្គទ្រង់ផ្ទាល់គឺមិនបានបង្ហាញពីឫទ្ធានុភាពឬព្រះចេស្តារបស់ទ្រង់ទេរហូតតតែទ្រង់បានទទួលបន់ជំនួយហើយបានទទួលបន់ជំនួយដោយព្រះវិញ្ញាណទើបព្រះអង្គចាប់ផ្ដើមបង្ហាញអំពីអំណាចព្រះចេស្តារបស់ព្រះនៅក្នុងការរស់នៅរបស់ព្រះអង្គដើម្បីបំពេញបេសកកម្មរបស់ព្រះទោះបីជាពួកទេវតាបានប្រកាសថាព្រះយេស៊ូវគឺជាព្រះអម្ចាស់នៅពេលដែលព្រះអង្គបានមកប្រសូតនៅភូមិបេតលេហឹមក៏ដោយប៉ុន្តែគ្មានអ្វីដែលតំណាងឲ្យកិច្ចបម្រើរបស់ទ្រង់កិច្ចបម្រើរបស់ទ្រង់ដូចជាការអធិប្បាយការផ្សាយដំណឹងល្អការប្រោសជំងឺការដេញអារក្សនិងកិច្ចការផ្សេងទៀតបានកើតឡើងនៅមុនពេលព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកលើទ្រង់ដូចជាសត្វព្រាបនៅពេលទទួលបន់ជាមួយទឹកនោះឡើយគឺមុនដែលព្រះអង្គជាមួយទឹកអត់មានអំណាចបច្ចេកស្តារបស់ព្រះបានបើកសម្ដែងទោះបីព្រះយេស៊ូវនៅពេលដែលព្រះអង្គប្រសូតមកទេវតាបាននិយាយថាព្រះអង្គម្ចាស់ឬក៏គឺព្រះអង្គបានដែលបង្ហាញអំណាចបច្ចេកស្តារបស់ព្រះឲ្យមនុស្សលោកឃើញទេប៉ុន្តែក្រោយដែលព្រះអង្គបានទទួលបន់ជាមួយទឹកហើយព្រះអង្គយាងឡើងពីទឹកភ្លៀងហ្នឹងគឺមេឃក៏របើកឡើងហើយឃើញទ្រង់បានទតឃើញព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះបានយាងចុះមកដូចជាសត្វព្រាបមកសន្ធិដ្ឋលើទ្រង់
ហើយមានសំឡេងពីឋានសួគ៌មកថានេះជាកូនស្ងួនភ្នាក់អញជាទីពេញចិត្តអញណាបាទគឺព្រះអង្គក្រោយដែលព្រះអង្គមុជទៅក្នុងទឹកហើយព្រះអង្គងើបចេញពីទឹកវិញគឺមេឃក៏របើកឡើងហើយព្រះអង្គបានតតឃើញព្រះវិញ្ញាណបរិសុទ្ធយាងមកសន្ធិដ្ឋលើទ្រង់ដូចជាសត្វព្រាបជាមួយនឹងសំឡេងព្រះវរបិតាដែលព្រះអង្គមានបន្ទូលថានេះជាកូនស្ងៀអញជាទីពេញចិត្តអញណាគឺការដែលព្រះវិញ្ញាណយាងចុះមកសន្ធិដ្ឋលើទ្រង់គឺដើម្បីចាក់ប្រេងតាំងទ្រង់ឲ្យធ្វើការនៅពេលដែលព្រះអង្គយាងមកផែនដីនេះសម្រាប់មនុស្សលោកបាទព្រះយេស៊ូវបានចាប់ផ្ដើមកិច្ចបម្រើរបស់ទ្រង់ភ្លាមបន្ទាប់ពីត្រូវបានចាក់ប្រេងតាំងដោយព្រះវិញ្ញាណបរិសុទ្ធដូច្នេះពីមុននឹងគឺទ្រង់មិនដែលបញ្ចេញនៅបច្ចេកអំណាចចេស្តារបស់ព្រះទោះបីក្នុងការផ្សាយដំណឹងល្អដេញអរិយជាដើមឡាគឺទ្រង់មិនដែលប៉ុន្តែឥឡូវនេះក្រោយដែលបានពេញដោយព្រះវិញ្ញាណបរិសុទ្ធក្រោយដែលព្រះអង្គបានចាក់ប្រេងព្រះបានចាក់ប្រេងតាំងលើទ្រង់ឲ្យធ្វើការគឺទ្រង់បានចាប់ផ្ដើមធ្វើការរបស់ទ្រង់ភ្លាមជាច្រើនលើកច្រើនសារព្រះយេស៊ូវគ្រីស្ទបានទទួលស្គាល់ដោយផ្ទាល់គឺជាច្រើនលើកច្រើនសារនៅក្នុងបទគម្ពីរបាននិយាយថាព្រះយេស៊ូវគ្រីស្ទបានទទួលស្គាល់ដោយផ្ទាល់ពីការពឹងផ្អែកទាំងស្រុងលើព្រះវិញ្ញាណបរិសុទ្ធលើព្រះវរបិតាគឺព្រះអង្គមិនដែលផ្ដើមគំនិតធ្វើអ្វីដោយខ្លួនឯងឡើយបន្តមកទៀតទ្រង់បានធ្វើតាមបហរតីរបស់ព្រះវរបិតាទ្រង់ដែលបានចាត់ទ្រង់ឲ្យមកក្នុងលោកីនៅពេលដែលព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកហើយតាមរយៈទ្រង់ព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធទ្រង់បានរួមគ្នាតែមួយធ្វើកិច្ចការនៅផែនដីនេះដោយពេញលេញព្រះយេស៊ូវមិនដែលធ្វើអ្វីដោយឯករាជ្យដោយផ្ទាល់ខ្លួនក្រៅពីព្រះវិញ្ញាណបរិសុទ្ធឬព្រះវរបិតានោះឡើយគឺទ្រង់បានរួមជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធជាមួយព្រះវរបិតាធ្វើការរបស់ទ្រង់នៅផែនដីដូច្នេះការស្វាគមន៍ព្រះវិញ្ញាណបរិសុទ្ធចូលមកក្នុងជីវិតរបស់លោកគ្រូអ្នកគ្រូគឺពិតជាកិច្ចការចាំបាច់សំខាន់ចាំបាច់សម្រាប់លោកគ្រូអ្នកគ្រូខ្ញុំចង់និយាយម្ដងទៀតដូច្នេះការដែលលោកគ្រូអ្នកគ្រូស្វាគមន៍ការយាងមករបស់ព្រះវិញ្ញាណបរិសុទ្ធចូលមកក្នុងជីវិតរបស់លោកគ្រូអ្នកគ្រូគឺជាការចាំបាច់ដើម្បីអ្វីដើម្បីឲ្យលោកគ្រូអ្នកគ្រូបានទទួលជាជំនះដូចជាព្រះយេស៊ូវទ្រង់បានទទួលជ័យជំនះដូចនេះដែរហើយបានទទួលភាពដែលពេញបរិបូរណ៍ដែលព្រះបានប្រទានមកឲ្យពួកសិស្សមានចិត្តទន់ខ្សោយគ្មានអ្វីទីពឹងមុនពេលបន់ជាមួយទឹកឥឡូវខ្ញុំនិយាយមកពួកសិស្សរបស់ព្រះយេស៊ូវគឺពួកសិស្សរបស់ព្រះយេស៊ូវមានចិត្តទន់ខ្សោយគ្មានអ្វីទីពឹងមុនពេលទទួលបន់ជាមួយដោយព្រះវិញ្ញាណមុនព្រះវិញ្ញាណយាងមកសន្ធិដ្ឋលើពួកគេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធគឺពេលนั้นគេមានចិត្តទន់ខ្សោយពួកសិស្សទាំងនេះបានដើរតាមព្រះយេស៊ូវអស់រយៈពេល3ឆ្នាំកន្លះគេបានសង្កេតឃើញពីកិច្ចការដែលព្រះយេស៊ូវបានធ្វើដែលទ្រង់បានបង្រៀនធ្វើនឹងគឺដូចជាប្រោសមនុស្សឈឺឲ្យជា
ដែលញ៉ារ៉ារស់មនុស្សស្លាប់ឲ្យរស់ឡើងវិញទៅដើមគឺគេបានដើរជាមួយនឹងទ្រង់3ឆ្នាំកន្លះជារៀងរាល់ថ្ងៃគេនៅជាប់ជាមួយនឹងព្រះអង្គពួកគេបានបង្ហាញភាពទន់ខ្សោយភាពមិនទាន់ពេញវ័យភាពខ្ចីភាពខ្ចីខាងគំនិតសាច់ឈាមហើយគេតែងតែមានចំនួនជាមួយគ្នានឹងគឺពេលដែលគេមិនទាន់បានពេញដោយព្រះវិញ្ញាណបរិសុទ្ធគឺគេមានភាពទន់ខ្សោយគេមិនមានភាពចាស់ទុំខាងអីសេចក្តីជំនឿគំនិតគិតខាងសាច់ឈាមហើយតែងតែឆ្លោះរវាងគ្នានឹងគ្នាក្នុងចំណោម12នាក់គឺតែងតែឆ្លោះគ្នាគេញើញរយបន្ទាប់មកពួកសិស្សបានទទួលបនជំនួយដោយព្រះវិញ្ញាណបរិសុទ្ធបន្ទាប់មកនៅក្នុងកិច្ចការចំពោះ2ខ1ខ2និងខ4ពួកគេបានទទួលបនជំនួយដោយព្រះវិញ្ញាណបរិសុទ្ធកាលបនថ្ងៃទី50បានមកដល់នោះគេមានចិត្តព្រមព្រៀងប្រជុំគ្នានៅតែមួយកន្លែងស្រាប់តែមានឮសូរសន្ធឹកពីលើមេឃដូចជាខ្យល់ព្យុះបក់គំហុកយ៉ាងខ្លាំងមកពេញក្នុងផ្ទះដែលគេកំពុងតែអង្គុយនៅហើយពួកគេទាំងអស់គ្នាបានពេញដោយព្រះវិញ្ញាណបរិសុទ្ធពួកគេបានប្រែក្លាយទៅជាអ្នកធ្វើទីបន្ទាល់ដ៏មានប្រសិទ្ធភាពដ៏មានឥទ្ធិពលភ្លាមគឺក្រោយព្រះវិញ្ញាណបរិសុទ្ធបានយាងមកសង្កត់លើគេអត់មានរងចាំមួយអាទិត្យពីរអាទិត្យមួយខែពីរខែទេគឺគេខ្លាយទៅជាអ្នកដែលធ្វើទីបន្ទាល់ដ៏មានឥទ្ធិពលភ្លាមហើយបានធ្វើទីបន្ទាល់ថ្លែងអំពីព្រះយេស៊ូវគ្រីស្ទដោយភាពក្លាហានពីដើមគេបិទពីមុនទទួលព្រះវិញ្ញាណបរិសុទ្ធគេនៅក្នុងផ្ទះគេបិទទ្វារជិតដោយខ្លាចពួកសាញ់យូដាប៉ុន្តែឥឡូវនេះគេបានឈរនៅចំពោះស័ក្តិយូដានៅក្រុងយេរូសាឡិមធ្វើទីបន្ទាល់អំពីព្រះយេស៊ូវដោយភាពក្លាហានមិនយូរប៉ុន្មានពេត្រុសនិងយ៉ូហានក៏បានប្រោសមនុស្សខ្វិនម្នាក់នៅមុខព្រះវិហារគឺគាត់ដើរទៅអធិដ្ឋានហើយបានបង្កឲ្យមានការរំជើបរំជួលយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយដំណឹងល្អដែលធ្វើឲ្យពួកអ្នកដឹកនាំសាសនាយូដាបានចាប់គេទាំងពីរនាក់ទៅដាក់គុកគេចាប់អ្នកទាំងពីរទៅដាក់គុកគឺរឿងហេតុនេះគឺកើតនៅក្នុងកិច្ចការចំពោះ3ខ1រហូតដល់4រហូតដល់4ចំពោះ3ចំពោះ4ខ3មនុស្សរាប់ពាន់នាក់ទៀតក៏បានជឿទៅលើការផ្សព្វផ្សាយរបស់ពួកគេដូច្នេះពួកអ្នកដឹកនាំសាសនាយូដាបានសួរចម្លើយពេត្រុសនិងយ៉ូហានដើម្បីឲ្យបានយល់ពីអ្វីដែលកំពុងកើតឡើងនៅក្នុងគេពួកគេឆ្ងល់ណាស់ពីមុនជាមនុស្សភ័យខ្លាចរត់គេចពួនប៉ុន្តែឥឡូវនេះស្រាប់តែគេអាចនឹងប្រោសជំងឺហើយគេមានចិត្តក្លាហានដល់ស្អែកឡើងពួកអ្នកមើលពួកចាស់ទុំនិងពួកអាចារ្យក៏ប្រជុំគ្នានៅក្រុងយេរូសាឡិមខ6ព្រមទាំងលោកអានហ្នឹងគឺជាសម្ដេចសង្ឃលោកកៃផាលោកយ៉ូហាននិងលោកអាឡេសាន់ដ្រូសហើយអស់អ្នកដែលជាគ្រូសម្ដេចសង្ឃក៏នៅទីនោះកាលបាននាំអ្នកទាំងពីរមកដាក់នៅកណ្ដាលចំណោមគេហើយនោះក៏ពិចារណាសួរថាឯងបានធ្វើការទាំងនោះដោយអាងអំណាចអ្វីឬដោយអាងឈ្មោះណាហើយពេត្រុសគឺគាត់មានចិត្តក្លាហានគាត់មិនបានទប់ឲ្យគេគិតខ្លួនរួចឡើយឬមួយគេទទួលជឿព្រះយេស៊ូវឬក៏គេបដិសេធទ្រង់
บ่រស់ដែលនោះដែលបរោះទាំងនោះដែលនោះដែលពួកសិស្សធ្លាប់រត់គេចខ្លួនគេខ្លាចពួកសាសយោដាគេខ្លាចពួកអ្នកដឹកនាំសាសនាយោដាគេធ្លាប់រត់គេចខ្លួនតែឥឡូវនេះគេបានដកថយពីចំពោះភាពក្លាហានរបស់ពេត្រុសនិងយ៉ូហានកាលពេត្រុសឃើញថាពេត្រុសនិងយ៉ូហានមានចិត្តក្លាហានយ៉ាងដូចនេះនោះពួកលោកទាំងនោះក៏មានសេចក្តីអស្ចារ្យដោយគេដឹងទី1ថាយ៉ូហាននិងពេត្រុសជាមនុស្សមិនចេះដឹងត្រូវចេះបងប្អូនធ្វើការនៅក្នុងនគរព្រះគឺអត់ត្រូវការអ្នកមានសញ្ញាបត្រជ្រៅជ្រះទេគឺគេជាអ្នកនេសាទត្រីហើយអត់បានរៀនសូត្រប៉ុន្មានផងបានជាលោកយល់ឃើញថាគេធ្លាប់នៅជាមួយព្រះយេស៊ូវដូច្នេះអ្នកទាំងពីរនេះគឺយ៉ូហាននិងពេត្រុសគឺជាអ្នកដែលជាសិស្សរបស់ព្រះយេស៊ូវដែលធ្លាប់នៅជាមួយនឹងព្រះយេស៊ូវ3ឆ្នាំកន្លះតែលោកគ្មានពាក្យណាឆ្លើយមកវិញសោះដោយឃើញមនុស្សដែលបានជាឈរនៅមុខគេមនុស្សខ្វិនដែលលោកពេត្រុសនិងលោកយ៉ូហានបានប្រោសឲ្យជានោះគឺបានឈរនៅកន្លែងនោះដែរដូច្នេះបានជាអ្នកដឹកនាំសាសនាយូដាគេអត់មានពាក្យឆ្លើយភូតហេតុឬការអស្ចារ្យដែលបានកើតដែលពួកសិស្សបានធ្វើឲ្យការប្រឆាំងរបស់មេដឹកនាំសាសនាយូដាស្ងាត់ឈឹងភូតហេតុដែលពួកសិស្សបានធ្វើឲ្យការប្រឆាំងរបស់មេដឹកនាំសាសនាយូដាស្ងាត់ឈឹងគឺគេស្ងាត់ឈឹងគេធ្លាប់ប្រឆាំងប៉ុន្តែឥឡូវនេះទី1គេបានឃើញការអស្ចារ្យទី2គេឃើញសេចក្តីក្លាហានរបស់ពួកសិស្សរបស់ព្រះយេស៊ូវហើយដូច្នេះហើយមនុស្សដែលគេបានប្រោសឲ្យជាក៏ឈរនៅទីនេះដូច្នេះអ្នកដឹកនាំសាសនាយូដានឹងគេស្ងាត់ឈឹងទាំងស្រុងដូច្នេះខ្ញុំសួរសំណួរមួយតើពិធីបុណ្យជំនួសដោយព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យមានភាពខុសគ្នាយ៉ាងណាអ្នកគ្រូខ្ញុំចង់សួរថាតើពិធីបុណ្យជំនួសដោយព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យមានភាពខុសគ្នាយ៉ាងណានៅក្នុងចំណោមពួកសិស្សព្រះយេស៊ូវឬក៏នៅក្នុងចំណោមយើងទាំងអស់គ្នាពីមុនយើងធ្លាប់ខ្លាចពីមុនពួកសិស្សរបស់ព្រះយេស៊ូវធ្លាប់ខ្លាចភ័យខ្លាចប៉ុន្តែឥឡូវនេះមានចិត្តក្លាហានហើយដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធយើងគ្រប់គ្នាក៏ដូចគ្នាដែរភាពខុសគ្នាពីមុនយើងធ្លាប់តែខ្លាចដោយសារមូលហេតុចេះមូលហេតុចុះខ្វះនេះខ្វះនោះឬខ្លាចចេះខ្លាចចុះប៉ុន្តែឥឡូវនេះយើងមានចិត្តក្លាហានដោយសារតែព្រះវិញ្ញាណគង់នៅជាមួយព្រះបន្ទូលចុងក្រោយរបស់ព្រះយេស៊ូវគ្រីស្ទទៅកាន់អង្គអ្នកដែលដើរទៅតាមទ្រង់មុនព្រះអង្គយាងឡើងទៅឋានសួគ៌គឺជាការណែនាំច្បាស់លាស់ទាក់ទងនឹងព្រះវិញ្ញាណបរិសុទ្ធនេះគឺនៅក្នុងយ៉ូហានចំពោះ14ព្រះអង្គមានបន្ទូលថាដែលខ្ញុំទៅនោះមានប្រយោជន៍ដល់អ្នករាល់គ្នាព្រោះបើខ្ញុំមិនទៅព្រះវិញ្ញាណមិនបានយាងមកទេប៉ុន្តែបើខ្ញុំទៅខ្ញុំនឹងចាត់ព្រះវិញ្ញាណមកឲ្យអ្នករាល់គ្នាទ្រង់ជាព្រះដ៏ជាជំនួយមួយអង្គដែលមកស្ថិតនៅជាមួយអ្នករាល់គ្នាព្រះយេស៊ូវបានបង្គាប់ពួកសាសទ្រង់កុំឲ្យធ្វើអ្វីទាំងអស់អ្នកខ្លះគេយល់ច្រឡំហ្នឹងរហូតដល់ពួកគេបានទទួលបុណ្យជំនួសដោយព្រះវិញ្ញាណ
ខ្ញុំដាក់អក្សររឿងហ្នឹងគឺដើម្បីឲ្យលោកគ្រូអ្នកគ្រូបងប្អូនបានចំណាំទុកពីព្រោះព្រះអង្គចង់ឲ្យយើងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធព្រះអង្គចង់ឲ្យពួកសិស្សបានពេញដោយព្រះវិញ្ញាណបរិសុទ្ធគម្ពីរកិច្ចការចំពោះ1ខ4ខ5 8 9រួចមកការបានប្រជុំអស់គ្នាហើយនោះទ្រង់ហាមគេមិនឲ្យចេញពីក្រុងយេរូសាឡិមឡើយដោយបន្ទូលថាត្រូវនៅរងចាំសេចក្តីសន្យានៃព្រះបុព្វបិតាចំពោះយើងរាល់គ្នាតាមគឺយើងអត់ត្រូវរងចាំទេគឺយើងត្រូវតែទូលសុំព្រះវិញ្ញាណបានយាងមកហើយដូច្នេះយើងអត់រងចាំទេយើងត្រូវតែទូលសុំឲ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធដែលអ្នករាល់គ្នាបានលើខ្ញុំថ្លែងប្រាប់ហើយត្បិតពិតជាលោកយ៉ូហានបានធ្វើបន់ជំនួយដោយទឹកប៉ុន្តែនៅបន្តិចទៀតអ្នករាល់គ្នានឹងទទួលបន់ជំនួយដោយនៅព្រះវិញ្ញាណបរិសុទ្ធវិញនេះមុនផងយាងឡើងឋានសួគ៌ហើយផងមានបន្ទូលថាប៉ុន្តែកាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសង្កត់លើអ្នករាល់គ្នានោះអ្នករាល់គ្នានឹងបានបច្ចេស្តាពិតប្រកបណាស់គឺអត់មានកុហកដល់សិស្សណាម្នាក់ឡើយអត់កុហកផងអត់មាននិយាយលើកទឹកចិត្តឬក៏ស្អីផងនិយាយការពិតកាលណាព្រះវិញ្ញាណបរិសុទ្ធបានយាងមកសង្កត់លើលោកគ្រូអ្នកគ្រូនឹងបានបច្ចេស្តាប៉ុន្តែតាមខ្ញុំបានសង្កេតផ្ទាល់ការស្ដាប់បង្គាប់ការកោតខ្លាចការស្ដាប់បង្គាប់ចោះចូលព្រះគឺជាកត្តាយ៉ាងសំខាន់ដើម្បីឲ្យព្រះវិញ្ញាណចេះតែគង់បំពេញលោកគ្រូអ្នកគ្រូឲ្យបានពេញឡើងហើយនឹងធ្វើទីបន្ទាល់អំពីខ្ញុំគោលបំណងនៃការយាងមកព្រះវិញ្ញាណបរិសុទ្ធដើម្បីផ្ដល់អំណាចបច្ចេស្តាឲ្យយើងរាល់គ្នាបានធ្វើទីបន្ទាល់អំពីព្រះយេស៊ូវគឺពីក្រុងយេរូសាឡិមស្រុកយូដាស្រុកសាមារីទាំងមូលហើយរហូតដល់ចំផែនប៉ុនគឺមានន័យថាពីចិត្តទៅឆ្ងាយចំបំផុតការទ្រង់មានបន្ទូលសេចក្តីនឹងរួចស្រេចពួកសិស្សកំពុងតែមើលនោះព្រះបានលើកទ្រង់ឡើងទៅរួចមានពពកមកបាំងទ្រង់ពីភ្នែកគេដូច្នេះនេះជាកិច្ចការដែលសំខាន់កិច្ចការផ្ដាំរបស់ព្រះយេស៊ូវមុនផងយាងទៅគឺសំខាន់មែនទែនសម្រាប់ពួកសិស្សរបស់ព្រះអង្គហើយសម្រាប់យើងគ្រប់គ្នាសំខាន់ណាស់គឺអត់មានអីពិបាកទេសូមគិតថាតើរឿងនេះពិបាកយ៉ាងណាខ្លះសម្រាប់ពួកសិស្សទាំងនោះមានដំណឹងល្អដ៏អស្ចារ្យដំណឹងដែលគួរស្រែកពីលើដំបូលផ្ទះប៉ុន្តែព្រះយេស៊ូវបានបញ្ជាបានបង្គាប់ឲ្យគេអង្គុយនៅលើទីនោះជាបណ្ដោះអាសន្នសិនមានន័យថារងចាំសិនហេតុអ្វីពួកគេត្រូវការបន់ជំនួយដោយនៅព្រះវិញ្ញាណពីព្រោះពួកគេត្រូវការពិធីបន់ជំនួយដោយនៅព្រះវិញ្ញាណវាជាការពិតណាស់ដែលបានកើតជាថ្មីគឺយើងបានកើតជាថ្មីគឺអស្ចារ្យមែនទែនគឺមានន័យថាយើងឆ្លងផុតពីសេចក្តីហិនវិនិច្ឆ័យដោយអំពើបាបយើងមិនធ្លាក់ទៅក្នុងបាំងភ្លើងទេប៉ុន្តែការដែលយើងបានទទួលបន់ជំនួយដោយនៅព្រះវិញ្ញាណគឺយើងនឹងបានបច្ចេស្តានឹងធ្វើទីបន្ទាល់អំពីព្រះយេស៊ូវប៉ុន្តែអ្នកនឹងមិនអាចធ្វើទីបន្ទាល់ដ៏មានប្រសិទ្ធភាពបានទេនោះណាតែអ្នកមានភាពបានពេញដោយព្រះវិញ្ញាណបរិសុទ្ធព្រះវិញ្ញាណបរិសុទ្ធអាចឲ្យអ្នកទទួលបទពិសោធន៍សេចក្តីសង្គ្រោះគឺកាលណាយើងបានជឿដល់ព្រះយេស៊ូវយើងឮដំណឹងល្អយើងជឿព្រះយេស៊ូវព្រះវិញ្ញាណបរិសុទ្ធបានយាងមកគង់នៅក្នុងជីវិតយើងបានកើតជាថ្មីនេះរឿងមួយប៉ុន្តែការដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធជារឿងទី2
នឹងចែករំលែកជាមួយអ្នកដទៃប្រកបដោយប្រសិទ្ធភាពនៅរឿងដ៏អស្ចារ្យដែលព្រះបានធ្វើសម្រាប់លោកអ្នកគ្រីស្ទបរិស័ទជាច្រើនស្រឡាញ់ព្រះជាម្ចាស់ដោយស្មោះចំពោះគឺយើងទាំងអស់គ្នាគឺយើងជឿព្រះអង្គយើងស្រឡាញ់ព្រះអង្គដោយស្មោះប៉ុន្តែពួកគេបម្រើទ្រង់ដោយអំណាចផ្ទាល់ខ្លួនរបស់គេនេះដែលយើងត្រូវតែទទួលស្គាល់យើងបានអរគុណដល់ព្រះយើងជឿព្រះយើងដឹងថាព្រះបានសង្គ្រោះយើងបានស្មោះត្រង់ជាមួយទ្រង់ប៉ុន្តែក្នុងការរស់នៅគឺយើងប្រើអំណាចផ្ទាល់ខ្លួនរបស់យើងដើម្បីផ្សាយដំណឹងល្អការនេះគឺខ្វះព្រះចេស្តារបស់ព្រះគំនិតរបស់មនុស្សពីកំណើតមកគឺมันអាចធ្វើការផ្សាយដំណឹងល្អព្រះឲ្យបានរហូតដល់ចុងផែនដីបំផុតទេពីព្រោះគេមិនបានទទួលដោយព្រះវិញ្ញាណនេះនាំឲ្យមានការស្លាប់នេះនៅក្នុងកូរិនថូសទី2ចំពោះ3ខ6ទ្រង់ក៏បានធ្វើឲ្យយើងមានសមត្ថភាពជាអ្នកបម្រើនៃសញ្ញាថ្មីគឺមិនមែនតាមអក្សរទេគឺតាមវិញ្ញាណវិញតាមព្រះវិញ្ញាណវិញបិទអក្សរសម្លាប់តែព្រះវិញ្ញាណប្រទានជីវិតនេះនៅក្នុងកូរិនថូសទី2ចំពោះ3ខ6តើបទគម្ពីរនេះនិយាយយ៉ាងដូចម្តេចបទគម្ពីរនេះនិយាយថាបិទអក្សរសម្លាប់អត្ថន័យអក្សរនេះនៅទីនេះគឺសំដៅទៅលើក្រឹតវិន័យឬច្បាប់បញ្ញត្តិដូចជាក្រឹតវិន័យរបស់លោកម៉ូសេដែលត្រូវបានកត់ទុកជាលីលក្ខណ៍អក្សរនេះជាកំណត់មួយតែព្រះវិញ្ញាណទ្រង់ប្រទានជីវិតតែព្រះវិញ្ញាណទ្រង់ប្រទានជីវិតព្រះវិញ្ញាណសំដៅទៅលើព្រះវិញ្ញាណបរិសុទ្ធដែលយាងចុះមកគង់នៅក្នុងចិត្តរបស់អ្នកជឿដល់ព្រះយេស៊ូវដែលនាំមកនៅជីវិតអស់កលជានិច្ចគឺវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធនឹងគឺយើងនឹងមានជីវិតអស់កលជានិច្ចពីព្រោះយើងជារបស់ផងព្រះវិញ្ញាណជាត្រាដោយចំណានទុកថាយើងជារបស់ផងព្រះដូច្នេះយើងនឹងចូលទៅឋានសួគ៌រស់នៅជាមួយព្រះអស់កលជានិច្ចយើងនឹងបានទទួលមរតកដែលមិនចេះពុករលួយឥតសៅម៉ងក៏ឥតដែលសពូនទៀតដែលបំរុងទុកឲ្យយើងនៅឋានសួគ៌នៅពេលដែលអ្នកជឿព្យាយាមបម្រើដោយចេញពីចំណេះចេះដឹងនិងសមត្ថភាពរបស់ផងខ្លួនគឺជាសាច់ឈាមរបស់ពួកគេសូម្បីតែពេលពួកគេនិយាយនឹងធ្វើអ្វីដែលត្រឹមត្រូវក៏ដោយក៏មិនមានទម្ងន់ស្មើនឹងកិច្ចការរបស់ព្រះវិញ្ញាណឡើយបាទព្រះយេស៊ូវផ្ទាល់បានធ្វើទីបន្ទាល់ហើយបានធ្វើកិច្ចបម្រើនៅក្នុងជីវិតរបស់ទ្រង់តាមរយៈការប្រកបដោយអំណាចបច្ចេស្តានៃព្រះវិញ្ញាណបរិសុទ្ធគឺព្រះបានប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ព្រះយេស៊ូវគ្រីស្ទដោយគ្មានកម្រិតគឺគ្មានកម្រិតបាទពាក្យសម្ដីនិងទង្វើរបស់លោកអ្នកដែលទទួលបានអំណាចពីព្រះវិញ្ញាណគឺនឹងមានទម្ងន់ជាឥទ្ធិពលវិជ្ជមានដល់មនុស្សជាច្រើនសម្រាប់នគរព្រះប្រសិនបើទាំងព្រះយេស៊ូវនិងពួកសិស្សរបស់ព្រះអង្គត្រូវការទទួលបន់ជំនួយដល់នៅព្រះវិញ្ញាណតើយើងសពថ្ងៃនេះយើងត្រូវការលើសជាងអំបាម៉ានទៅទៀតដើម្បីរស់នៅក្នុងជីវិតដ៏មានអានុភាពនៅពេលសពថ្ងៃនេះដូច្នេះគឺយើងមានតែសូមហើយជឿហើយទទួលបានព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ
ដូច្នេះសូមបងប្អូនលោកគ្រូអ្នកគ្រូសង្រួមចិត្តម្ដងទៀតហើយមិនបាច់ថាតាមទេខ្ញុំនឹងអធិដ្ឋានព្រះវរបិតាអើយទូលបង្គំសូមចុះចូលស្ដាប់បង្គាប់ចំពោះទ្រង់ទូលបង្គំទទួលស្គាល់នៅសេចក្តីត្រូវការរបស់ទូលបង្គំគ្រប់គ្នាចំពោះអំណាចបច្ចេស្តានៃព្រះវិញ្ញាណបរិសុទ្ធដើម្បីនឹងរស់នៅក្នុងជីវិតជាអ្នកគ្រីស្ទានទូលបង្គំយើងខ្ញុំមានចិត្តស្រេចគ្នាត្រង់ណាស់ដោយព្រះយេស៊ូវមានបន្ទូលថាអ្នកណាដែលស្រេចមានតែមកផាត់ចុះដូច្នេះយើងខ្ញុំស្រេចឃ្លានចំពោះទ្រង់ណាស់សូមទ្រង់ចាក់ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកលើទូលបង្គំគ្រប់គ្នាដែលបានអោនក្រាបនៅចំពោះទ្រង់ដោយសេចក្តីជំនឿឥឡូវនេះទូលបង្គំយើងខ្ញុំជឿជាក់ថាទ្រង់បានចាក់ព្រះវិញ្ញាណមកលើយើងខ្ញុំទូលបង្គំទទួលយកព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គសូមព្រះវិញ្ញាណគង់នៅក្នុងព្រះវិហារទ្រង់ដែលជារូបកាយរបស់ទូលបង្គំក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទព្រះវរបិតាអើយសូមអរព្រគុណសម្រាប់ការប្រទានព្រះវិញ្ញាណបរិសុទ្ធដល់បងប្អូនដល់យើងខ្ញុំនៅថ្ងៃនេះព្រះវិញ្ញាណបរិសុទ្ធសូមអរព្រគុណដល់ទ្រង់សម្រាប់ការយាងមករបស់ទ្រង់ដែលទ្រង់ចាក់បំពេញយើងខ្ញុំឲ្យពេញដោយនៅវត្តមានរបស់ព្រះអង្គទូលបង្គំស្វាគមន៍ចំពោះវត្តមានព្រះអង្គនៅក្នុងជីវិតយើងខ្ញុំទូលបង្គំទូលសូមនៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន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 នៅក្នុងកប៉ាល់រយឃើញណែឡងមកលោកគ្រូអ្នកគ្រូតើបើសិនខ្ញុំបើមានគេនិយាយថាព្រះយេស៊ូវមិនបានបង្ហាញព្រះចេស្តារបស់ព្រះទេលើកតែក្រោយពីព្រះអង្គជាមួយទឹកហើយលើកតែក្រោយពីព្រះអង្គជាមួយហើយពីមុនហ្នឹងគឺព្រះអង្គមិនដែលសម្ដែងទេប៉ុន្តែក្រោយដែលព្រះអង្គជាមួយទឹកហើយព្រះអង្គបានទទួលព្រះវិញ្ញាណបរិសុទ្ធទើបទ្រង់បានបង្ហាញអំណាចចេស្តារបស់ព្រះដល់មនុស្សលោកតើគំនិតនេះត្រូវខុសបាទត្រឹមត្រូវបាទតើព្រះវិញ្ញាណបរិសុទ្ធបានយាងមកសន្ធិដ្ឋលើព្រះយេស៊ូវមានរូបភាពដូចជាអីប្រៀបបាទអរគុណព្រះអង្គប្រៀបតើព្រះយេស៊ូវចាប់ផ្ដើមកិច្ចការរបស់ទ្រង់កិច្ចបម្រើរបស់ព្រះអង្គនៅពេលណាពេលព្រះអង្គចាប់ដើមទទួលបានព្រះវិញ្ញាណបរិសុទ្ធបាទអរគុណព្រះអង្គប្រទានពរដល់អ្នកគ្រូបាទតើមានហេតុការណ៍អ្វីកើតឡើងក្រោយដែលពួកសិស្សគេបានទទួលព្រះវិញ្ញាណបរិសុទ្ធសត្វអរលោកនៅពេលដែលព្រះសិស្សនៅពេលដែលសិស្សព្រះស៊ូបានទទួលបុណ្យជាមួយទៅពួកគាត់ចាប់ដើមមានក្តីក្លាហានពួកគាត់មានចំណុចទឹកទេចំណុចឲ្យព្រះវិញ្ញាណនៅថ្ងៃទី50ចានៅពេលពួកសិស្សទទួលព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃទី50ពួកគាត់ចាប់ដើមទទួលបានចេស្តាធ្វើឲ្យមានចិត្តក្លាហានហើយគាត់មានជំនឿទុកចិត្តហើយការងារដែលគាត់ធ្វើតែតែបានជោគជ័យអាមែនអាមែនក្រោយដែលលោកយ៉ូហាននិងលោកសាវកពេត្រុសបានប្រោសមនុស្សខ្វិនម្នាក់ឲ្យបានជាតើគាត់មានចិត្តកោតខ្លាចភ័យខ្លាចដូចពីមុនទេ
អត់មានការពីផ្លាយទៅពីមុនទៀតទេគាត់ បាទ រៀន គ្រូគាត់មានចិត្តខ្លាំងខាងខ្លាំងតែដំណឹងល្អនិងធ្វើការរបស់ផ្ទះ មានចិត្តក្លាហាន បាទបាទអរគុណផងឥឡូវនេះខ្ញុំមានសំណួរមួយពីចុងក្រោយមានបើគេមានគ្រីស្ទានជាច្រើនដែលមានចិត្តស្រឡាញ់ដល់ព្រះយេស៊ូវដោយស្មោះត្រង់ហើយគេបានបម្រើកិច្ចការរបស់គេបានបម្រើកិច្ចការរបស់ទ្រង់ប៉ុន្តែគេមិនទាន់បានទទួលព្រះវិញ្ញាណបរិសុទ្ធតើដែលលទ្ធផលយ៉ាងម៉េចដែរមានគ្រីស្ទានជាច្រើនដែលបានស្រឡាញ់ព្រះយេស៊ូវដោយស្មោះហើយគេបានបម្រើព្រះយេស៊ូវដោយមិនមានការដឹកនាំពីព្រះវិញ្ញាណតើលទ្ធផលយ៉ាងម៉េចដែរ លទ្ធផលគឺមកតាមលើកទៀតទេ បាទ ចាគ្រូដែលគ្រូអ្នកដែលបម្រើព្រះទូជាគាត់បម្រើហើយនៃស្រឡាញ់ប៉ុន្តែបើគាត់ដើរគំនិតខ្លួនឯងបញ្ញាខ្លួនឯងទូជាតាមត្រូវយ៉ាងណាក៏ដោយក៏អត់មានប្រសិទ្ធភាពដែរអានេះថាអត់មានទម្ងន់ឬគឺថាអត់មានទម្ងន់ដែលថាមានអំណាចអត់អាចនាំការផ្លាស់ប្រែចិត្តរបស់អ្នកផ្សេងៗទៀតបានទេបើគ្មានតែវិញ្ញាណបរិសុទ្ធជួយ ចំណុចចុងក្រោយសំណួរចុងក្រោយបើសិនជាព្រះយេស៊ូវនិងពួកសាវករបស់ព្រះអង្គត្រូវការឲ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធតើយើងសពថ្ងៃយើងត្រូវការឲ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធឬទេ យើងត្រូវការបើព្រះវិញ្ញាណបរិសុទ្ធចាក់មកពេញ បាទចុះឥឡូវនេះដែលសំណួរមួយទៀតពេលដែលយើងសុំយាងព្រះវិញ្ញាណបរិសុទ្ធឲ្យមកសន្តិដ្ឋជាមួយយើងឲ្យព្រះអង្គចាក់ព្រះវិញ្ញាណរបស់ព្រះអង្គមកលើយើងហើយវាអត់ឃើញសញ្ញានិយាយភាសាដទៃឬក៏ឃើញស្អីជាជំនាញអីតើហើយយើងដោយតែធម្មតាអត់មាននេះតើអ្នកខ្លះគឺទទួលពេញដល់ព្រះវិញ្ញាណបរិសុទ្ធដែរប៉ុន្តែធម្មតាអត់មានអ្នកណាមើលឃើញទេតើទាំងពីរហ្នឹងដូចគ្នាឬខុសគ្នា ទី1គឺគេបានឃើញសញ្ញាខាងក្រៅពេលដែលគេពេញដល់ព្រះវិញ្ញាណបរិសុទ្ធទី2យើងទទួលព្រះវិញ្ញាណពេញដល់ព្រះវិញ្ញាណបរិសុទ្ធប៉ុន្តែអត់មានសញ្ញាអីបង្ហាញតើទាំងពីរហ្នឹងខុសគ្នាឬក៏ដូចគ្នា ទាំងពីរគឺព្រះវិញ្ញាណបរិសុទ្ធព្រះអង្គយាងមកប្រកាសគ្រប់គ្នាគ្រាន់តែអ្នកខ្លះនិយាយភាសាដទៃបានចឹងអ្នកខ្លះព្រះវិញ្ញាណបានសម្ដែងឲ្យតានឹងចិត្តបាទមកទៀនខុសគ្នាចឹងណា បាទ គឺព្រះវិញ្ញាណពេញព្រះវិញ្ញាណ ទៅណាបានជួយមានសាលគូសូមជួយមានភាសាគូ បាទអញ្ចឹងពេលដែលព្រះវិញ្ញាណបរិសុទ្ធបាទធ្វើការអញ្ចឹងអ្នកខ្លះគេធ្វើការឲ្យចាចេះនិយាយភាសាដទៃបាទធ្វើការងារផ្សេងហើយម្នាក់ទៀតព្រះវិញ្ញាណគង់ជាមួយដែរប៉ុន្តែជាធម្មតាប៉ុន្តែព្រះវិញ្ញាណគង់ជាមួយដូចគ្នាប៉ុន្តែធ្វើការផ្សេងគ្នាយ៉ាងគ្រូ បាទសំត្រូវគឺដូចតែគ្នាទេដូច្នេះលោកគ្រូអ្នកគ្រូកុំឲ្យដូចថាអន់ចិត្តតូចចិត្តឃើញគេ
ពេញដោយព្រះវិញ្ញាណហើយគេនិយាយភាសាដទៃអីចឹងដូចតែគ្នាទេអត់អីទេអានេះ បាទ គឺ ពីព្រោះព្រះគម្ពីរពីព្រោះព្រះគម្ពីរបានចែងថាអ្នកប្រជំនឿក៏ព្រះវិញ្ញាណតែមួយអ្នកធ្វើការនេះបកប្រែភាសាដទៃក៏ព្រះវិញ្ញាណតែមួយអ្នកដែលប្រជំនឿក៏ព្រះវិញ្ញាណតែមួយនិយាយរួមមកគឺមានតែព្រះវិញ្ញាណតែមួយធ្វើការទាំងអស់គ្រប់គ្នាទាំងអស់ អាមែន មែន នៅក្នុងជីវិតរបស់ខ្ញុំផ្ទាល់ខ្ញុំធ្លាប់ដើរស្វែងរកឲ្យគេអធិដ្ឋានឲ្យមានអង្គប្រជុំធំអីឲ្យគេអធិដ្ឋានដើម្បីឲ្យបានពេញប៉ុន្តែខ្ញុំតាំងពីសុំមកគឺខ្ញុំអត់ដែលមានថាអូស្រាប់តែខ្ញុំនិយាយជាសាដតីអីអត់ទេ អត់ដែល គឺធម្មតាប៉ុន្តែការអស្ចារ្យដែលព្រះធ្វើតាមរយៈជីវិតខ្ញុំដែលព្រះវិញ្ញាណធ្វើតាមជីវិតខ្ញុំមានច្រើនណាស់មានច្រើនដូច្នេះអានេះជាការមួយដែលជំរាបដល់លោកគ្រូអ្នកគ្រូទាំងអស់គឺថានៅថ្ងៃនេះលោកគ្រូអ្នកគ្រូយើងបានទូលសុំយ៉ាងអស់ពីចិត្តសុំឲ្យព្រះអង្គបានចាក់ព្រះវិញ្ញាណរបស់ព្រះអង្គមកលើមនុស្សប្រុសស្រីនៅក្នុងទីនេះហើយខ្ញុំជឿថាបងប្អូនលោកគ្រូអ្នកគ្រូនឹងបានទទួលការចាក់បំពេញប៉ុន្តែលោកគ្រូអ្នកគ្រូត្រូវតែកាលណាព្រះអង្គដឹកនាំធ្វើអីត្រូវស្ដាប់បង្គាប់ព្រះអង្គការស្ដាប់បង្គាប់ព្រះអង្គនាំឲ្យព្រះអង្គចេះតែចាក់បំពេញថែម មែន được dành phải cho đó ចូលឥឡូវសំណួរចុងក្រោយស្រុកខ្មែរយើងទាំងមូលបើសិនលោកគ្រូពេញដល់ព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នានេះចេញទៅធ្វើការព្រះអង្គតើស្រុកខ្មែរនឹងអាចដំណឹងល្អអាចផ្សាយលឿននេះ lươn អូ បាទ មែន នឹងហើយខ្ញុំអត់ឯងអស់ហើយនេះមកដែលពាក្យដែលខ្ញុំចង់និយាយខ្ញុំនិយាយអស់ហើយហើយបើលោកគ្រូចង់មានភាសាអីអ្នកគ្រូចង់មានភាសាអីសូមអញ្ជើញយើងស្វាគមន៍លោកគ្រូអ្នកគ្រូបងប្អូនទាំងអស់ អរគុណលោកគ្រូហើយខ្ញុំអត់ទាន់ច្បាស់ខ្ញុំអត់ទាន់ដូចថាយកច្បាស់តែកន្លែងមួយលោកគ្រូខ្ញុំចង់សួរឲ្យលោកគ្រូជួយខ្ញុំខ្ញុំស្ដាប់ទៅរៀនមើលទៅឃើញថាព្រះវិញ្ញាណបរិសុទ្ធព្រះយេស៊ូវបានទទួលព្រះវិញ្ញាណបរិសុទ្ធនៅពេលដែលព្រះអង្គទទួលបុណ្យជំនួយទឹកបានអសាសព្រះយេស៊ូវទទួលបានព្រះវិញ្ញាណនៅពេលបុណ្យទី50 ចឹងខ្ញុំចង់សួរលោកថាឲ្យបានជាសាស្ត្រព្រះយេស៊ូវអត់បានទទួលព្រះវិញ្ញាណដល់សិនពេលជំនួយទឹកលោកគ្រូតើមាន អានេះអីនៅពេលដែលដោយការអធិប្បាយរបស់លោកសុភ័ក្រពេទ្រ គឺមានគេចាក់ចុចនៅក្នុងចិត្តហើយគេសួរសុភ័ក្រពេទ្រថាអញ្ចឹងឲ្យយើងធ្វើយ៉ាងម៉េចបើយើងបានធ្វើខុសអញ្ចឹងហើយឲ្យគេលន់ទូប្រែចិត្តឲ្យទទួលបន់ចំណុចទឹកគេនឹងបានទទួលព្រះវិញ្ញាណបរិសុទ្ធដូច្នេះការដែលយើងចំណុចទឹកហ្នឹងពេលខ្លះយើងបានទទួលព្រះវិញ្ញាណបរិសុទ្ធពេញដល់ព្រះវិញ្ញាណបរិសុទ្ធពេលចំណុចទឹក អ្នកខ្លះក៏នេះស្រាប់តែព្រះអង្គទេមិនមែនស្រាប់នៅលើយើងប៉ុន្តែយើងវិញព្រះអង្គមានបន្ទូលថាចូលឲ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធនេះគឺជាបំណងផតីព្រះយេស៊ូវថាឪពុកដូចជាអ្នករាល់គ្នាចេះឲ្យរបស់ល្អដល់កូនចុះចំណងព្រះវរបិតានៃអ្នករាល់គ្នាតើព្រះអង្គនឹងប្រទានព្រះវិញ្ញាណបរិសុទ្ធដល់អស់អ្នកណាដែលសូមជាងអំមានទៀត គឺព្រះអង្គសពប្រតិគឺចង់ឲ្យយើងពេលពួកយើងបើសិនជាគ្មានព្រះវិញ្ញាណបរិសុទ្ធគឺយើងខ្សោយយើងខ្លាចយើងអត់មានចិត្តក្លាហានយើងអត់មានអំណាចធ្វើការថ្វាយព្រះទេទោះបីយើងចង់ធ្វើក៏មិនមានប្រសិទ្ធភាពដូច្នេះការដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធនឹងជាបហតិរបស់ព្រះហើយព្រះអង្គថាបើយើងសុំ ដោយមានចិត្តជឿនឹងបានគឺអត់បាច់នេះទេយើងពីព្រោះដូចឡានអញ្ចឹងយើង
ពេញចាក់សាំងពេញទៅយើងប្រើទៅក៏វាកន្លះកហេតុដូច្នេះយើងត្រូវទៅចាក់សាំងទៀតចំណែកឯព្រះវិញ្ញាណបរិសុទ្ធយើងត្រូវតែសូមឲ្យព្រះអង្គចាក់បំពេញយើងរាល់ថ្ងៃ មែនអរគុណព្រះអង្គ បាទពេលព្រោះសិស្សរបស់ព្រះយេស៊ូវដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធគឺមាននៅក្នុងបទគម្ពីរពេលខ្លះគេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធឡើងវិញបាទដូច្នេះមានន័យថាក្នុងពេលវេលាដែលគេរស់នៅសម្រាប់ពេលហ្នឹងគឺគេអាចរស់នៅក្នុងស្ដេចជាដែលខ្សោយក៏អាចធ្វើឲ្យព្រះវិញ្ញាណពួយបច្ច័យដែរដូច្នេះគឺយើងត្រូវតែលន់តួយើងត្រូវតែសូមឲ្យព្រះអង្គបានបំពេញយើងហើយបើកាលណាលោកគ្រូអ្នកគ្រូបានរស់នៅដោយអំណាចបច្ចេកស្នានៃព្រះវិញ្ញាណលោកគ្រូអ្នកគ្រូអត់មានខ្លាចអ្វីទេ មែន ពីព្រោះព្រះនៅគង់នៅជាមួយលោកគ្រូអ្នកគ្រូព្រះដ៏មានប្រជញ្ញរស់ព្រះដែលបង្កើតរបស់សពសារពើចង្គង់នៅពីព្រោះព្រះនៅក្នុងគម្ពីរយ៉ូហានចំពុក4គឺព្រះគឺជាព្រះវិញ្ញាណហើយព្រះយេស៊ូវដែលមកចាប់ទុំផ្ទៃនៅក្នុងនាងម៉ារីដែលមានកហ្នឹងគឺដោយសារអំណាចព្រះស្នានៃព្រះវិញ្ញាណមិនមែនដោយសាច់ឈាមបង្កើតការនោះទេដូច្នេះគឺព្រះអង្គបានយាងមកផែនដីមកយករូបភាពជាសាច់ឈាមដើម្បីជួយយើងបាទប៉ុន្តែមិនមែនឲ្យព្រះអង្គទៅកើតដូចគេចោទថាព្រះយេស៊ូវទៅកើត2000ឆ្នាំជាងសាសនាផ្សេងកើតយូរហើយអីអញ្ចឹងបាទព្រះយេស៊ូវទ្រង់គង់នៅឱកាសជានិច្ចអញ្ចឹងហើយបានជាពេលដែលព្រះអង្គសគត់ឲ្យរស់ឡើងវិញព្រះវរបិតាបានលើកព្រះយេស៊ូវឡើងយ៉ាងខ្ពស់អត់មាននាមណាឲ្យដូចព្រះយេស៊ូវទេនៅឋានសួគ៌បាទគ្រប់ទាំងជង្គង់នឹងត្រូវលុតចុះនៅចំពោះព្រះយេស៊ូវ មែន ពីព្រោះកាលណាលោកគ្រូអ្នកគ្រូពិចារណាព្រះបន្ទូលខាងសេចចម្រើនឡើងទៅពេលមួយលោកគ្រូអ្នកគ្រូនឹងមើលឃើញមានចម្បាំងដែលនៅឋានសួគ៌រវាងព្រះហើយនឹងលូស៊ីហ្វាគឺអរិយសាតាំងដែលចង់តាំងខ្លួនធ្វើជាព្រះហើយក៏នាំទេវតា1ភាគ3ឲ្យវង្វេងហើយមានចម្បាំងបាទហើយទេវតាម៉ាយកែលក៏បានជាមេតបដ៏ធំនៃពួកទេវតានឹងក៏បានច្បាំងទម្លាក់បាទរឿងនេះវែងឆ្ងាយដែលយើងប៉ុន្តែចេះតែមានន័យសម្រាប់ជីវិតយើងបាទ អរគុណព្រះអង្គលោកគ្រូ សូមលោកគ្រូមានប្រសាសន៍ទៅឥឡូវម៉ោងប្រហែលចប់លោកគ្រូសារ៉ាន់ ម៉ោង11កន្លះចប់លោកគ្រូនៅសល់20នាទីទៀត បាទនឹងគឺថាលោកគ្រូអ្នកគ្រូមានសំណួរអីដែលតាក់ទងនឹងព្រះវិញ្ញាណបរិសុទ្ធនេះទោះបីខ្ញុំបង្ហាញពីចំណុចថាមួយគឺថាឲ្យយើងបានទទួលបានជាមួយដល់ព្រះវិញ្ញាណហេតុអ្វីទី2គឺយើងរស់នៅដោយអំណាចបច្ចេកស្នានៃព្រះតែពីរចំណុចនេះទេប៉ុន្តែបាទលោកគ្រូមានសេចក្តីជាច្រើនលោកគ្រូឡាជំរាបសួរលោកគ្រូឡាបាទហើយលោកគ្រូឡាសូមលោកគ្រូឡាមានការចាប់អារម្មណ៍ចំណាប់អារម្មណ៍ខ្លះមើល អធិស្ឋានលោកទៅទទួលបានមិញដោយសារបានបានមិញ
បាទសូមលោកគ្រូមើលในពួកខ្ញុំថ្ងៃនេះទាំងពីរ section ហ្នឹងគឺពីដើមរ៉ូប៊ីទី1ខ្ញុំទី2ថ្ងៃនេះរ៉ូប៊ីគាត់ជាប់រវល់ខ្ញុំទី1ហើយទី2គឺខ្ញុំ បាទ បងប្អូនដែលចាប់អារម្មណ៍ឬក៏មានចម្ងល់សូមដូចជាអ្នកគ្រូសុនរាសូមលោកគ្រូអ្នកគ្រូចាប់អារម្មណ៍ហើយខ្ញុំជឿជាក់ច្បាស់ថាដោយសារ10ថ្ងៃស្រុកខ្មែរយើងមានបញ្ហាជាមួយអ្នកជិតខាងការទិដ្ឋានរបស់លោកគ្រូអ្នកគ្រូដែលដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធគឺនឹងជួយដល់ស្រុកខ្មែរយើងខ្លាំងនឹងជួយដល់ស្រុកខ្មែរយើងខ្លាំងស្រុកខ្មែរយើងនឹងមានជ័យជំនះលើគ្រប់ទាំងបញ្ហានិងឧបសគ្គដែលគេផ្ដល់មកដល់ខ្មែរយើងដូច្នេះការទិដ្ឋានទូលងល់ព្រះហើយយើងត្រូវការយើងអត់ចេះទិដ្ឋានប៉ុន្តែព្រះវិញ្ញាណជួយទូលងល់យើងឲ្យត្រូវនឹងផាតីរបស់ព្រះពីព្រោះព្រះវិញ្ញាណស្គាល់ផាតីរបស់ព្រះហើយបើសិនជាទូលស្រន់ចាំជួយរៀបចំការទិដ្ឋានប្រចាំបញ្ចប់ផងបាទគ្រូបាទអញ្ចឹងលោកគ្រូចប់ហើយលោកគ្រូខ្ញុំចប់ហើយបាទហ្នឹងគុំព្រះអង្គបាទហ្នឹងលោកគ្រូអ្នកគ្រូទាំងអស់គ្នាបាទអញ្ចឹងបន្ទាប់ពីយើងបានស្ដាប់ពីព្រះបន្ទូលរបស់ព្រះអង្គតែទិនទៅនឹងការជំនួយដោយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គបាទយើងជឿថាពិតជានឹងបានលើកទឹកចិត្តយើងទាំងអស់គ្នា